បាទសួស្តីបងប្អូនសួស្តីទាំងអស់គ្នាបងប្អូនសូមគោរពសួស្តីបងប្អូនក្នុង TikTok ទាំងអស់គ្នានិងបងប្អូននៅតាមបណ្ដាញសង្គម YouTube ថ្ងៃនេះមានសាកលមកខ្សែសាំងពីក្លឹម7ហើយថ្មស្លៀងពីក្របនិងខ្នាយមួយជាឈុតហ្មងហើយខ្នាយនេះរកម្ចាស់អត់ទាន់ឃើញបងខ្នាយនេះខ្ញុំបានមកយូរដែរតែរកម្ចាស់អត់ទាន់មានម្ចាស់ត្រូវតែមាននិស្ស័យយកហើយតម្លៃជាវធូរទេតែបើសាច់ខ្នាយវិញដល់កនេះបងប្អូនមានម្រះទៀតម្រះគេឡើងមកតិចបែបនេះបាទខ្នាយប្រភេទខ្នាយខ្មែរគឺអញ្ចឹងមានម្រះតែតិចចឹងហើយនេះចុងហើយបើសំលៀងគឺវិញស្អាតដល់កបងប្អូនណាមើលស្អាតណាស់សំលៀងតែរកម្ចាស់និស្ស័យអត់ឃើញម្ចាស់បានតែសួរអត់តមានហើយទំហំកពស់កពវិញក៏សមរូបសមរាងស្អាតហើយបើខាងបាតចាននេះវិញគឺម្រះដូចគ្នានេះម្រះហើយនេះខ្ញុំរៀបជាខ្សែកអញ្ចឹងមើលមានបងប្អូនថាមាននិស្ស័យអត់ហើយថ្មសំលៀងនេះស្អាតធំជាងមេដៃទៀតហើយសំលៀងគេក៏ដាច់ស្អាតដែរបាទមកគូរបស់គេថ្មសំលៀងនេះមួយនេះប្រហូតថ្នោលថ្មសំលៀងបាទអញ្ចឹងបើបងប្អូនណាមាននិស្ស័យចង់ចែកយកទៅជាវគ្រប់បន្តអាចឆាតមកតាម Telegram ខ្ញុំបានហើយខ្សែកនេះគឺជាងសាងពីដងបាទច្រឡំមុននឹងនិយាយក្លឹម7សូមអធិស្ឋានសាងពីដងផ្នែក3បាទហើយគឺយើងរៀបតាមគុណពុទ្ធពធប្រសងឪពុកម្ដាយគ្រូបាអាចារ្យគ្រូបាជាយបាទហើយគឺមួយឈុតនេះស្អាតប្រើឲ្យពាក់យកទៅពាក់ហ្មងបងប្អូនណាបាទអញ្ចឹងស្វែងរកម្ចាស់និស្ស័យជាមួយខ្នាយនេះអត់តន់ដឹងអ្នកណាមាននិស្ស័យស្អាតខ្នាយនេះស្អាតមែនតើឃើញក្រៅប៉ុណ្ណឹងស្អាតហើយមើលសំលៀងគេអូសំលៀងស្អាតមែនតើបាទសំខាន់មានម្រះតិចទៀតហើយបច្ច័យជាវធូរទេបងប្អូនណាខ្នាយម្ដងនេះបច្ច័យជាវធូរទេដោយសារតែខ្ញុំជាវមកពីព្រៃធូរដែរបាទខ្ញុំជាមកព្រៃធូរខ្ញុំដាក់ជូនបងប្អូនធូរបាទអញ្ចឹងសូមអរគុណសូមជម្រាបលាបងប្អូនណាបាទ